ម៉ែស្ត្រីជាម្ដាយនៅក្នុងថ្ងៃនេះបេះដូងជាម្ដាយដូចគ្នាក្នុងនាមខ្ញុំក៏ជាមនុស្សស្រីធ្លាប់ជាក្មេងស្រីធ្លាប់ជាបងស្រីក៏បច្ចុប្បន្នជាម្ដាយរបស់គេតាមពិតត្បិតតែផ្ទះមួយរបស់យើងទាំងអស់គ្នាកំពុងតែត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មីដោយការទន្ទឹងថ្ងៃចូលឆ្នាំមកដល់តែមីងសូមរំលឹកទៅដល់កូនក្មួយទាំងអស់គ្នាដើម្បីសុវត្ថិភាពផ្លូវចិត្តសុវត្ថិភាពផ្លូវអារម្មណ៍កូនក្មួយត្រូវផ្ដោតទៅរកលោកអ្នកមានគុណមុនពីព្រោះការទន្ទឹងផ្លូវរបស់ទេវតាមិនស្មើនឹងការទន្ទឹងផ្លូវរបស់កូនទេជាទូទៅកូនទាំងអស់ក្មួយទាំងអស់មានគម្រោងតាំងពីប្រហែលខែមុនអ្នកខ្លះមានគម្រោងតាំងពី6ខែមុនមកត្រូវទៅណាខ្លះដំណើរកំសាន្តត្រូវធ្វើអ្វីខ្លះក្នុងពេលរដូវកាលចូលឆ្នាំប្រពៃណីជាតិត្រូវមានទិញអ្វីខ្លះត្រូវធ្វើដំណើរកំសាន្តទៅណាខ្លះមិត្តជួបបានក្នុងការធ្វើដំណើរត្រូវរៀបចំបែបម៉េចអ្នកខ្លះក៏ត្រៀមវ៉ាលីទៅអ្នកខ្លះក៏ត្រៀមសម្ភារៈហូបចុកទៅអ្នកខ្លះក៏ត្រៀមលុយកាក់សម្លៀកបំពាក់ថ្មីចាស់អញ្ចឹងទៅតែនេះគឺជាការរំលឹកមួយដល់កូនក្មួយចំនួនក្រោយឲ្យដឹងខេឡូកូនក្មួយគិតថាអូមួយឆ្នាំមានម្ដងសម្រាប់កូនក្មួយបើជ្រុលជាសម្រាប់ពីការងារបើជ្រុលពីអីហើយអូខេម៉ែទៅលេងពេលណាក៏បានម៉ែទៅអឺតពេលណាក៏បានឬមួយក៏ម៉ែកំពុងតែនៅជាមួយយើងក៏បានមីងសូមរំលឹកថ្ងៃចូលឆ្នាំគឺជាថ្ងៃដែលកណ្ដោចកណ្ដែងបំផុតពីព្រោះគាត់បានដឹងដិតនៅក្នុងអារម្មណ៍ថាឥឡូវនេះជាពេលវេលារបស់បុណ្យទានជាពេលវេលាមួយក្នុងការជួបជុំកំសាន្តជួបជុំក្នុងគ្រួសារមីងសូមរំលឹកកូនក្មួយថាសូមកូនក្មួយរក្សាសុវត្ថិភាពហិរញ្ញវត្ថុចាយវាយឲ្យត្បិតត្បៀតត្រូវដឹងថាក្រោយពីចូលឆ្នាំមកវិញក្មួយត្រូវចំណាយលុយទាំងអស់នោះទៅលើអ្វីដែលចាំបាច់ផ្សេងបងថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងថ្លៃធនាគារលក្ខណៈមីងអិននិយាយចំពោះគេអ្នកធូធាទេគេអ្នកមានលទ្ធភាពធំដុំទេរឿងគេមាននោះជារឿងរបស់គេមីងនិយាយនេះគឺនិយាយអំពីយើងដែលកំពុងតែស្ថិតក្នុងជីវភាពមួយដែលនៅលើបន្ទាត់ប៊ីសខ្វះឲ្យតែភ្លេចខ្លួនខ្វះផ្លែតែម្ដងអញ្ចឹងមីងសូមរំលឹកដល់កូនក្មួយថាបន្តនៅការសន្សំចៃបន្តនៅការចាយវាយមានកំណត់បន្តនៅការគិតដោយប្រយ័ត្នអ្វីដែលសំខាន់ណាពេលនេះក្មួយត្រូវដឹងថាអ្វីដែលក្មួយត្រូវធ្វើមុនគេគឺជួបឪពុកម្ដាយបើសិនជាក្មួយអត់មានឪពុកម្ដាយទេក្មួយត្រូវជួបបងឬមួយក៏ជួបចាស់ទុំនៅក្នុងពូជពងវងតកោរបស់យើងពិសេសក្មួយពេលដែលក្មួយត្រូវការធ្វើដំណើរក្មួយត្រូវតែប្រយ័ត្នដើម្បីការពាររក្សាកុំឲ្យមានសោកនាដកម្មកាត់ឡើងនៅក្នុងក្រុមគ្រួសារយើងផ្ដើមចេញពីយើងប្រយ័ត្នគឺក្រុមគ្រួសារយើងជៀសផុតមួយអន្លើមួយទៀតណាក្មួយសូមក្មួយរក្សាសុវត្ថិភាពរបស់សុខភាពជៀសវាងនៅសេពគ្រឿងស្រវឹងជៀសវាងនៅក្នុងការប្រព្រឹត្តអ្វីផ្សេងញ៉ាំចោះតែសូមឲ្យមានកម្រិតមួយដែលយើងទទួលខុសត្រូវចំពោះខ្លួនឯងបំណងល្អរបស់មីងកុំភ្លេចឪពុកម្ដាយក្មួយកំពុងរងចាំក្មួយធ្វើដំណើរទៅផ្ទះដោយប្រយ័ត្នប្រយែងធ្វើម៉េចឲ្យមានសុវត្ថិភាពអូខេ